สุดท้ายบางคนจนรวมเจอต่างกันนี้สวากูมากันchannel របស់យើងសាយថ្មីខ្ញុំតុលាហើយថ្ងៃនេះគឺមានពងទាអីច្រឡំពងមាន់ហើយនឹងបន្លែតែយើងអត់ដឹងថាធ្វើមកអីទេអញ្ចឹងយើងនាំចុងភៅរបស់យើងមកទាំងអស់គ្នា Yo Tola What's up Okay how are you today I'm fine Thank you How about you ពីសួរបងប្អូនអរគ្នាខ្ញុំឈ្មោះកុងផាវ៉ាន់គេហៅខ្ញុំថាមេផ្ទះកុងថ្ងៃនេះគឺចង់ធ្វើមុខម្ហូបមួយមានឈ្មោះថាពងមាន់មូលបងបាទជាភាសាកូរ៉េវិញគេហៅ Keran Mari Keran Mari អូខេពងមាន់មូលអញ្ចឹងយើងត្រូវតែមានពងមាន់អូត្រូវហើយចង់ដាក់ពងទាបានពងទាក៏បានដែរអូហូអត់ជាបញ្ហាទេពងទាក៏បានដែរបន្ទាប់មកយើងមានខ្ទឹមបារាំងមួយមកបាទហើយការ៉ុតមានដាក់ទាំងអស់ទេយើងដាក់បន្តិចល្មមយើងចាត់ទេរួចហើយខ្ទឹមខ្យល់ហ្នឹងហើយប្រើចំណុចគល់បន្ទាប់មកបងប្អូននៅផ្ទះមានម្ទេសក្រហមឬក៏មានម្ទេសនឹងធំជាងនឹងប្រពន្ធចូលដៃហ្នឹងក៏យើងដាក់ហ្នឹងក៏បានដែរបាទតែខ្ញុំដាក់នេះដាក់ដើម្បីយកពណ៌បើអ្នកបងប្អូនអ្នកខ្លះក៏អត់ចេះហិលអញ្ចឹងមិនដាក់ក៏បានដែរបាទជាចំណុចចូលចិត្តបងប្អូនទេយើងមានរ៉ូឌីកូរ៉េរ៉ូឌីខ្មែរយើងក៏បានដែរបាទតមកយើងមានអំបិលបន្តិចមកចប់ហើយប៉ុណ្ណេះបាទគ្រឿងអត់មានអីច្រើនទេអត់មានស្ករមានអីទេបើស្ករបាច់បានខ្ញុំអត់ដាក់ដោយសារខ្ញុំពឹងផ្អែកទៅលើនឹងខ្ទឹមបារាំងការ៉ុតក៏មានជាតិផ្អែមបាទការ៉ុតក៏និយាយទៅបន្លែមានជាតិផ្អែមបាទហ្នឹងបាទអញ្ចឹងហ្នឹងហើយត្រូវហើយបងប្អូនបន្លែក៏មានជាតិផ្អែមដូចបងប្អូននេះស្ងោរម្រះយើងមិនដាក់ស្ករទៅវិញម្រះវាមានជាតិផ្អែមអត់ទេបាទយើងវាមានតាមបុកផ្នែករបស់វាដែរបាទវាមានបន្លែខ្លះវាមានជាតិផ្សេងអញ្ចឹងទៅបាទអញ្ចឹងបាទខ្ទឹមបារាំងយើងហាន់វាឲ្យទូចមកខ្ញុំប្រើតើមកចំហៀងទេភាសាពងមាន់យើងវាមិនច្រើនដែរបាទអូហាន់បែបចឹងហើយតូចចឹងមករួចហើយខ្ទឹមរបស់យើងហាន់វាតូចដូចគ្នាមកបាទKeran Mari នេះអង់គ្លេសហៅ omelette ហ្នឹង omelette ស្តៀង omelette ដឹងធ្លាប់ញ៉ាំ Keran Mari ធ្វើខ្លួនឯងញ៉ាំតែខ្ញុំចេះធ្វើទៀតបាទចេះធ្វើទៀតមានអីពិបាកបងគាត់តែយើងមានបន្លែតែប៉ុណ្្នឹងទៅហើយគ្រឿងខ្ញុំដាក់តែអំបិលបន្តិចទៅហើយយើងមូលវាទៅបាទហើយគាត់ថាខ្ញុំអត់មានខ្ទះចេះអញ្ចឹងទៅវាអត់សូវរូបរាងហ្នឹងហើយខ្ទះនេះស្រួលមែនទែនសម្រាប់ដែលយើងយកមកធ្វើ Keran Mari ហ្នឹងគឺវាស្រួលធ្វើដោយសារយើងមូលវាទៅក៏វាស្រួលដែរក៏ប៉ុន្តែខ្ទះហ្នឹងគេផលិតមកដើម្បីឲ្យធ្វើ Keran Mari ចាំបើសិនជាអត់មានមកអត់មានយើងប្រើខ្ទះមូលរបស់យើងធម្មតាហ្នឹងហើយខ្ញុំប្រើនៅផ្ទះខ្ញុំប្រើខ្ទះមូលធម្មតាហ្នឹងហើយតែថាយើងមានខ្ទះនិយាយចិត្តទៅវាស្រួលប្រើដាក់ចូលជាមួយគ្នាទាំងអស់ចឹងមកបាទមកទេខ្ញុំដាក់ដែរឲ្យវាមានហិលតិចយើងបើចង់អត់ចង់ឲ្យវាហិលយើងកុំយកគ្រាប់វាច្រើនពេកបាទយកគ្រាប់ចេញទៅអត់ហិលណាបាទអត់សូវហិលទេអត់សូវហិលដោយសារគ្រាប់ហ្នឹងបាទអូខេឥឡូវយើងដល់វគ្គខ្វៃពងមាន់ចូលបាទពងមាន់ដាក់ម៉ានគ្រាប់ពងមាន់ដាក់ម៉ានមិញ5គ្រាប់ដាក់5គ្រាប់បាទហើយយើងលាយវាច្បល់វាចូលគ្នាមកវាយបាទយើងលាយយើងដាក់គ្រឿងរបស់យើងចូលខ្ទឹមបារាំងនេះច្រងខ្ទឹមបារាំងអំបិលបាទហើយរ៉ូឌីបន្តិចដែរមកឲ្យវាមានជាតិបាទប៉ុណ្ណឹងចប់ហើយសារយើងជៀនវាអត់ឲ្យយកវាមានជាតិខ្លាំងពេកទេដោយសារយើងយកទៅជ្រលក់ជាមួយនឹងទឹកប៉េងប៉ោះបាទហើយបើបងប្អូនខ្លាចរៀងឆ្អាបរៀងអីយើងអាចដាក់ម្រេចបានណាបាទអូខេឥឡូវយើងយកវាទៅជៀនបើកហ្គាសមកសម្រាប់ភ្លើងយើងបើកមកល្មមមកកុំឲ្យបើកខ្លាំងពេក
បាទខ្ញុំប្រើប្រេងអូលីវតែបងប្អូនអត់មានអូលីវយើងប្រើខ្លាញ់ធម្មតាក៏បានដែរអត់ជាបញ្ហាទេមកយើងបវល់ខ្ទះយើងឲ្យវាខ្លាញ់វាសើមជុំវិញខ្ទះហ្នឹងណាបាទបានយើងចាក់ពងមាន់យើងចូលជំងឺខ្ទះយើងក្តៅនៅអញ្ចឹងយើងចាក់ចូលមកបន្លែរបស់យើងវានៅលើអញ្ចឹងយើងកាយវាទៅមិនឲ្យជុំវិញខ្ទះឲ្យស្មើគ្នាទាំងអស់បាទឃើញមកឃើញអត់វាអត់ជាប់ជាមួយនឹងខ្ទះយើងទេដោយសារយើងខ្ទះល្អបាទចាប់ផ្ដើមឆ្អិនឃើញតែប៉ុណ្្នឹងមកយើងចាប់ផ្ដើមមូលវាមកបាទខេរ៉ាន់ម៉ារីនេះបើខ្ញុំវិញខ្ញុំចូលចិត្តដាក់ឈីសទៀតខ្ញុំដាក់ឈីសនៅកណ្ដាលកាន់តែអែមហ្នឹងហើយខ្ញុំដាក់ឈីសនៅកណ្ដាលទៅហាន់វាមកអូក្តៅហ៎វាហើយយើងចាក់តទៀតអូដាក់តគ្នារហូតតគ្នាដើម្បីវាមូលរៀងខំដែរមកមូលបន្តទៀតមកអូចុងក្រោយយើងចាក់អស់មកបាន3ដងអូក្តៅហ៎បងប្អូនអរគ្នាក្តៅមែនទេអូក្តៅខ្លាំងអស់វាអត់ហាន់ភ្លាមទេដោយសារយើងទុកវាមកឲ្យរៀងត្រជាក់ហើយបានយើងហាន់វាមិនចឹងមិនបើយើងហាន់វាភ្លាមទាំងក្តៅហ្នឹងវាបែកវាអាចវាអត់ជាប់គ្នាទេបាទវាទៅវាដាច់ញ៉ៃវាអត់ស្អាតបាទអញ្ចឹងយើងទុកវាត្រជាក់មកហាន់នៅក្នុងរូបរាងយើងហាន់វាមកយើងទុកវាមកស្ទុះឲ្យរៀងត្រជាក់ហើយអត់ទេអញ្ចឹងដល់វគ្គយើងបាទកាត់វាបាទអញ្ចឹងបងប្អូនចង់កាត់ចំហៀងចេញក៏បានចង់កាត់ចេញក៏បានដែរតាមបងប្អូនដឹងមិនថារបស់ប្រើប្រាស់ឬក៏មិនថារបស់ញ៉ាំហូបចុកអីទេក៏ដោយយើងត្រូវតែឲ្យរកថាវាមានតម្លៃសម្រាប់យើងត្រឹមត្រូវនិយាយការពិតបងប្អូនយើងត្រូវតែឲ្យតម្លៃលើខ្លួនឯងចេះថែសុខភាពខ្លួនឯងឲ្យបានល្អកុំចេះញ៉ាំតែនេះញ៉ាំនោះចឹងវាបណ្ដាលឲ្យយើងឈឺចឹងណាអូខេបាទបាទខ្លះដេកដែរស៊ីបាយតែហ្នឹងតែគេបាទឥឡូវយើងហាន់ហើយយើងកុំស្ដាប់ពាក្យគេចាំអារម្មណ៍